តើបងប្អូនថ្ងៃនេះខ្ញុំណែនាំបងប្អូនមួយនៅកម្មវិធីដើម្បីបកប្រែឯកសារនៅលើទូរស័ព្ទដៃរបស់យើងមិនថានៅកន្លែងណាទេនិយាយរួមបងប្អូនអាចជ្រើសរើសភាសាហើយបកប្រែលើ screen ទូរស័ព្ទដៃរបស់យើងមិនថានៅលើ screen នៅលើ Facebook YouTube ឬក៏បណ្ដាញ social media អីទាំងអស់អញ្ចឹងកុំឲ្យខាតពេលយូរតើបងប្អូនទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាជាដំបូងបងប្អូនត្រូវចូលទៅក្នុងកម្មវិធី Play Store បងប្អូនណានៅក្នុងប្រព័ន្ធប្រតិបត្តិការ Android យើងចុចចូល Play Store មកបន្តមកទៀតបងប្អូនត្រូវវាយពាក្យនៅកន្លែង search នេះបងប្អូនណាបងប្អូនវាយពាក្យថា tab នៅបងប្អូនឃើញខ្ញុំវាយទៅវា load ដោយសារខ្ញុំធ្លាប់វាយអញ្ចឹង tab translate screen អញ្ចឹងបងប្អូនគណចុចលើវាមកដើម្បីដំឡើងកម្មវិធីហ្នឹងមកបងប្អូនណាចុចលើវាមកនេះបងប្អូនដោយសារតែខ្ញុំធ្លាប់បានដំឡើងវាហើយអញ្ចឹងបងប្អូនឃើញកន្លែងនេះដាក់ open ហើយអញ្ចឹងបើខ្ញុំអត់ទាន់ដំឡើងកន្លែងហ្នឹងគឺវា load នេះដូចខាងលើនេះ install អញ្ចឹងបងប្អូនគ្រាន់តែចុចពីលើពាក្យថា open មកហើយបងប្អូនធ្វើការតាមការណែនាំរបស់វាទៅបងប្អូននឹងបានហើយនេះបងប្អូនឃើញទេមកដល់ចំណុចនេះបងប្អូនឃើញហើយគឺវានឹងមាន load ពាណិជ្ជកម្មអញ្ចឹងបងប្អូនតាមដល់ចំណុចនេះបងប្អូនឃើញហើយនេះចាំតិចវា load ពាណិជ្ជកម្មយ៉ាងញ៉ៃទីបងប្អូនណានេះពាក្យបងប្អូនអាចផ្លាស់ប្ដូរទៅបងប្អូននេះកន្លែងភាសាអង់គ្លេសបងប្អូនចង់បដូរបងប្អូនក៏ចុចលើវាមកជាភាសាចិនឬភាសាអីបងប្អូនដូរតាមហ្នឹងបងប្អូនណាបងប្អូនក៏អូសទៅក្រោមទៅនឹងខ្ញុំគ្រាន់តែឧទាហរណ៍គឺខ្ញុំដាក់ភាសាអង់គ្លេសហើយដល់ពេលកន្លែងបកប្រែនេះបងប្អូនកន្លែងបកប្រែនេះបងប្អូនគេដាក់ថាបដូរទៅភាសាខ្មែរអញ្ចឹងបងប្អូនចង់បដូរទៅភាសាអីផ្សេងបងប្អូនគ្រាន់តែចុចកន្លែងសញ្ញាព្រួយនេះដែរមកបងប្អូនផ្លាស់ប្ដូរភាសាដែលបងប្អូនចង់បកប្រែហ្នឹងទៅតែខ្ញុំជ្រើសយកអង់គ្លេសទៅខ្មែរបងប្អូនណាអញ្ចឹងដើម្បីធ្វើឲ្យបានបងប្អូនគ្រាន់តែចុចនេះកន្លែងពណ៌ក្រហមហ្នឹង layout ហ្នឹងចុចវា on មកបើ on ហើយអញ្ចឹងបងប្អូនចេញទៅឥឡូវខ្ញុំឧទាហរណ៍បងប្អូនមើលខ្ញុំចូលទៅក្នុងកម្មវិធីGoogle ហើយខ្ញុំវាយពាក្យថាអង្គរវត្ត Wikipedia អង្គរវត្តពាក្យខាងលើនេះ Wikipedia ចុចលើវាปึ๊បឥឡូវខ្ញុំចុចអង្គរវត្តទៀតឥឡូវបងប្អូនឃើញនេះគឺជាភាសាអង់គ្លេសទាំងអស់អញ្ចឹងបងប្អូនមើលនេះចំណុចនេះហ្នឹងគឺចំណុចកណ្ដាលហ្នឹងគឺជា app ដែលយើងបាន down មិញណាបងប្អូនគឺ app type to translate screen មិញហ្នឹងបងប្អូនណាអញ្ចឹងដើម្បីបកប្រែលើ screen ទូរស័ព្ទទាំងអស់ហ្នឹងបានបងប្អូនគ្រាន់តែចុចពីលើ app ហ្នឹងមកប៉ោកទៅបងប្អូននេះមើលបងប្អូនចាំតិចបាទនេះបងប្អូនឃើញអត់អញ្ចឹងវាคล้ายទៅជាភាសាខ្មែរបងប្អូនឃើញទេដាក់មកថាអង្គរវត្តគឺជាប្រាសាទបែប Hindu ពុទ្ធសាសនានៅក្នុងកម្ពុជាផ្សេងយ៉ាងទៅបងប្អូនគ្រាន់តែមើលទៅគឺវាបកប្រែឲ្យយើងតាមហ្នឹងហ្មងគឺបកប្រែជាភាសាខ្មែរយើងហ្មងណាបងប្អូននេះគឺជាវិធីសាស្ត្រងាយហើយបងប្អូនមិនមែនប្រើបានតែលើ screen ទូរស័ព្ទដៃទេមិនមែនប្រើបានតែនៅលើ Google ទេបងប្អូនអាចយកទៅប្រើបាននៅក្នុងកម្មវិធីស្អីក៏បានដែរសំខាន់ឲ្យបងប្អូនចង់ឲ្យវាបកប្រែនៅលើ Facebook YouTube TikTok Instagram Telegram ឬក៏កម្មវិធីអីក៏ដោយសូមអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំហើយកុំភ្លេចជួយ follow និងជួយ subscribe ម្នាក់មួយផងអរគុណច្រើន